ពីបើខ្សែទី1ហ្នឹងគាត់សួរថា system ស្អីគេស្អីគេ system ហ្នឹងការដែលជំរុញដែលបងបង្កើតហៅប៉ៅដំបូងហ្នឹងបងមើលឃើញចន្លោះប្រហោងនៃ POS system ហ្នឹងបែបណាអាចបងលំអិតបន្តិចព្រោះយើងដឹងថា POS system ដូចបងនិយាយហ្នឹងមិនមែនតែក្នុងឆ្នាំប៉ុណ្ណឹងទេដែលមានគឺមានមកគោមកច្រើនហើយមានច្រើនបែបច្រើនរបៀបទៀតមានក្រុមហ៊ុនជាច្រើនដែរទៅប៉ុន្តែហេតុអីបានយើងមកថ្មីយើងធ្វើ POS system ទៀតព្រោះពួកគាត់ថាប្លែកបាទប្លែកជាងគេថាខ្លួនមាននៅខាងក្រៅច្រើនក៏ដោយប៉ុន្តែយើងនឹកប្លែកជាងគេអញ្ចឹងណាយើងនិយាយថាយើងប្លែកជាងគេអញ្ចឹងគាត់និយាយចំនួនហើយគ្រូជាពិសេសគ្រូសាយចំនួនមួយគ្នាបាទគាត់ជួយប្រាប់មិត្តភ័ក្តិអីចឹងទៅអញ្ចឹងយើងនឹងជាបន្តធ្វើមករហូតបាទគេថាអ្វីដែលហៅប៉ៅធ្វើរៀងលើកចូលជាងនេះគឺការផ្ដោតលើបទពិសោធន៍អ្នកប្រើប្រាស់បាទបទពិសោធន៍អ្នកប្រើប្រាស់គឺយើងផ្ដោតទៅលើជា app base ជា web base ទៅជា web base មើលសិនដំបូងបំផុតគឺយើងផ្ដោតលើតុកាហ្វេហើយតុកាហ្វេក៏ជាចំណុចមួយដែលគូស្អីខ្ញុំធ្វើហៅប៉ៅនឹងដែរជំរាបសួរបងប្អូនអរគ្នាឥឡូវនេះខ្ញុំមើលជាមួយនឹងបងទី2ដែលគាត់គឺជាស្ថាបនិកម្នាក់នៅក្នុងក្រុមហ៊ុនហៅប៉ៅចង់ដឹងថាបច្ចេកវិទ្យារបស់ហៅប៉ៅឬក៏ POS system របស់គាត់មានលក្ខណៈពិសេសយ៉ាងណាជួបគាត់ទាំងអស់គ្នាជំរាបសួរបងអាចឲ្យបងណែនាំខ្លួនលម្អិតតិចទៅកាន់អ្នកមើលរបស់យើងជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះ Hindi 2ឆ្នាំហ្នឹងខ្ញុំអាយុប្រហែលជា32ឆ្នាំទៅ3ឆ្នាំហើយខ្ញុំមានបទពិសោធន៍ក្នុងខ្សែអាចថា IT ហ្នឹងរយៈពេល10ឆ្នាំខ្ញុំចេញធ្វើការ10ឆ្នាំនៅភាគច្រើននៅក្នុង finance sector បាទខ្ញុំចាប់ផ្ដើមហៅប៉ៅហ្នឹង during covid បាទ during covid បាទណាពេលហ្នឹងបងនៅធ្វើការឡើយឬក៏មិនខ្ញុំនៅធ្វើការបាទហេតុអីបាននៅធ្វើការយើងចាប់ផ្ដើមហៅប៉ៅនៅក្នុងកំឡុងពេល covid ទៀតពេលហ្នឹង work from home ឬក៏មិន work from home ខ្លះ work from office ខ្លះគ្រាន់ថាពេលដែល covid បុកធ្វើច្រើនមែនតើអញ្ចឹងចាក់ស្ដែងទៅក៏មិនចេះទេដោយសារតែនៅពេលដែលខ្ញុំរៀនផ្នែកខាង computer science ហ្នឹងផ្នែក C code ហ្នឹងខ្ញុំតែមានគំនិតមួយថាខ្ញុំចង់បង្កើតអីខ្លួនឯងតែខ្ញុំអត់ដឹងថាបង្កើតអីព្រោះខ្ញុំឃើញថាជានេះគឺមានសេរីភាពក្នុងការបង្កើតអ្វីមួយខ្លួនឯងចង់បង្កើតអ្វីក៏បានដែរវាអាចបង្កើតដោយសារយើងអាចសរសេរ software បង្កើតយើងនិយាយសេរីភាពនៃការបង្កើត software អញ្ចឹងណាបាទអាចឃើញ solution នេះមួយបើបង្កើតដល់ហ្នឹងមកមានន័យថាយើងអាចដោះស្រាយតាមរយៈ digital បាទដោះស្រាយតាមរយៈ digital បានអញ្ចឹងដល់ខ្លួនឯងអញ្ចឹងណាបងបាទអញ្ចឹងបានថាខ្ញុំនឹងចង់មានអាហ្នឹងមួយបាទអញ្ចឹងតាំងពីមុន covid មុនអីទៀតខ្ញុំតែអង្គុយនឹកពេលតនេះអង្គុយនឹកអញ្ចឹងទៅចង់ធ្វើនេះធ្វើនោះហើយក៏មុននឹងដល់ហៅប៉ៅក៏ខ្ញុំ fail 1 2ហើយតែបានមកដល់ហៅប៉ៅហ្នឹងបងមានន័យថាធ្លាប់សាក start up ពីមុនមកដែរធ្លាប់ហើយបងធ្លាប់ខ្ញុំអាចនិយាយថាចេះបានន័យថាយើងនឹកឃើញ project យើងចង់ build យើងមើលទៅខាងក្រៅឬក៏វីដេអូមួយចំនួនយើងឃើញគេនៅខាងក្រៅគេធ្វើនេះឧទាហរណ៍ ET Kit ខ្ញុំឧទាហរណ៍បង ET Kit ខ្ញុំចង់ធ្វើ ET Kit ខ្ញុំមានម្នាក់ហើយជាមួយពួកម៉ាក់2នាក់ចោះឧទាហរណ៍ហើយគាត់រៀងលក្ខណៈថាគាត់មិនសូវជាតនេឯម៉ាណាយើងក៏មិនតនេដែរប៉ុន្តែយើងគិតថាយើងធ្វើយើងចេះធ្វើយើងអាចធ្វើបានអញ្ចឹងតែយើងអត់បានគិតថានៅពេលធ្វើ ET Kit តើត្រូវការអីបាទទី1យើងត្រូវការ payment integration ជាមួយ bank ទាំងអស់ពីមុនយើងអត់ទាន់មាន KHQR អីព្រោះហ្នឹងនេះយូរហើយអញ្ចឹងបងសូម្បីតែកាលហ្នឹងអាចនិយាយថាមានដូចជា wing មានមុនគេអីអញ្ចឹងណាអញ្ចឹងនៅពេលដែលពួកយើងគ្រាន់តែជាសិស្សធម្មតាហើយទៅ build e-kit system អញ្ចឹងដែល integrate លក្ខណៈ payment online អីអញ្ចឹងណាអញ្ចឹងទៅយើងអាចទៅ talk ជាមួយពួកគាត់បានទេគេគ្រាន់តែយើងទៅនិយាយមួយគេអញ្ចឹងពួកគាត់នឹងសួរថាខ្លួនឯងក្រុមហ៊ុនអីគេអញ្ចឹងណាខ្លួនឯងក្រុមហ៊ុនអីគេហើយមកពីណាធ្វើអីគេអញ្ចឹងគាត់អត់អាចឲ្យអ្វីដែលយើងអាច integrate បានទេអញ្ចឹងបាទខ្ញុំ fail ទៅបានថាអូក៏ពិតយើងអាចធ្វើបានយើងខ្វះហ្នឹងអញ្ចឹងយើង learn ពីរឿងទាំងអស់ហ្នឹងមកចុងក្រោយខ្ញុំអត់បោះបង់ខ្ញុំនៅគិតទៀត2នាក់មិត្តភក្តិហ្នឹងគាត់ឈប់ហើយគាត់ទៅធ្វើការទៅអីធម្មតាយើងនៅជានៅគិតទៀតថារហូតធ្វើអីមួយទៀតនិយាយទៅឲ្យតែធ្វើបានណាធ្វើទូជាងហ្នឹងយើងអត់មានតាក់ទងទៅនឹងដើមទុនអីយើងអត់មានបាត់បង់អីឬក៏អីណាបាទក៏ laptop មួយថ្លៃភ្លើងតែប៉ុណ្្នឹងហ្នឹងហើយអាហ្នឹងវាជាអាចថាលក្ខណៈពិសេសមួយនៃការចាប់ផ្ដើមអាជីវកម្មឬក៏ចាប់ផ្ដើមដំណោះស្រាយមួយសម្រាប់អ្នក IT បាទអញ្ចឹងខ្ញុំក៏គិតថាអូយើងធ្វើទូជានឹងទៀតបាទអញ្ចឹងក៏ខ្ញុំនឹកឃើញ POS system ហ្មងទៅហើយខ្ញុំនិយាយរៀងបើវងចកលេងសើចតិចខ្ញុំសន្យាមួយគ្នាខ្ញុំទាំងអស់ហ្នឹងណាមិត្តភក្តិខ្ញុំដែលរៀនមួយគ្នាខ្ញុំថា
មកជីវិតហ្នឹងខ្ញុំមិនធ្វើចំណាយខាត PI system មកជើអាចថា headផលបងមួយខ្ញុំនឹងស្ដាប់ head ផលបងបន្ទាប់ប៉ុន្តែខ្ញុំប្រាប់អាពេលដែលបងនៅ2020ហ្នឹងបើនិយាយពីវិស័យ PI system ហ្មងវាក៏ជន់ចូលដែរមិនថ្មីដែរទេគឺអត់ដែរថ្មីបងគឺវាច្រើនតាំងពីដើមហើយបងហ្នឹងហើយអញ្ចឹងមិនទីមួយខ្ញុំប្រាប់មិត្តភក្តិខ្ញុំថាខ្ញុំមិនធ្វើចំណាយខាត PI system ព្រោះយើងធ្លាប់ធ្វើ system បានថ្លៃបាទយើងធ្លាប់ធ្វើ system បានថ្លៃអាចថាលើ10000ហ្នឹងចឹងខ្ញុំឧទាហរណ៍យើងយើងធ្លាប់បានទទួលបានបាត់ចិត្តប៉ុណ្្នឹងដើម្បីធ្វើហើយ PIS system ទៅពេលយើង serve ទៅ PIS system ខ្លះ300 400ហើយទៅពេលអញ្ចឹងហើយយើងនៅក្មេងរៀងយើងនេះដែរអញ្ចឹងយើងគិតងល់ទៅធ្វើទៅអី PIS system អញ្ចឹងបាទអញ្ចឹងខ្ញុំសោកថតសន្យាមួយគ្នាខ្ញុំថាខ្ញុំមិនធ្វើជាដាច់ខាត PIS system ថោកពេកនិយាយអញ្ចឹងណាតែពេលចុងក្រោយទៅពេលគិតចុះគិតឡើងម្ដងទៅពេលយើង mature បន្តិចទៅយើងក៏គិតថាខ្ញុំមានតែធ្វើសាកធ្វើអាហ្នឹងទេហើយជំនាន់ហ្នឹងខ្ញុំមើលទី1ខ្ញុំទៅក្រៅប្រទេសខ្ញុំទៅក្រៅប្រទេសជិតខាងគឺអីចឹងនៅណាគេមាន mobile ចុចដែរ mobile ចុចគិតលុយដែរលក់ទឹកសុទ្ធតាមផ្លូវក៏គាត់ចុចបានថាគាត់មាន PIS system ចុចលើ mobile ដែរហើយនៅពេលនៅខ្មែរយើងវិញពេលហ្នឹង PIS system ដែល work នៅលើ mobile គឺអាចថាមានតិចមែនតើមានប៉ុន្តែក៏ពិតគេហៅថា web view ដែរបងបើគេប្រើជា link web ដើម្បីប្រើនៅលើ mobile វាមិនមែនជា native app ទេមិនមែនជា Android app ជាមួយនឹង iOS app បាទហើយខ្ញុំមើលទៅឃើញទៅខ្ញុំគិតថាអាហ្នឹងខ្ញុំអាចធ្វើបានបងអញ្ចឹងអាចលើកឡើងតិចមកថាចាប់ផ្ដើមកំឡុងពេល2020ហ្នឹងមិនវិញកាលពិតខ្ញុំចាប់ដើមដូចជាប្រហែលជា2019មកបាទចន្លោះ2019អញ្ចឹងហ្នឹងហើយនៅអញ្ចឹងនៅពេលដែល2019ហ្នឹងទៅពេលដែលខ្ញុំមានពេលទៅខ្ញុំចាប់ដើមធ្វើបាទមានពេលទៅខ្ញុំចាប់ដើមធ្វើធ្វើនៅផ្ទះសៅរ៍អាទិត្យយើងធ្វើបាទហើយយើងតេស្តមើលយើងបន្តធ្វើមករហូតតដល់ដូចជា2022បាទតដល់2022យើងចាប់ដើមឲ្យតេស្តឲ្យ user តេស្តអ្នកស្គាល់តេស្តហើយអីចឹងទៅពួកគាត់ខ្ញុំមិនដឹងថាពេលហ្នឹងបោះយើងវាមិនទេប៉ុន្តែក៏ពួកគាត់ថាប្លែកបាទប្លែកជាងគេថាទោះមាននៅខាងក្រៅច្រើនក៏ដោយប៉ុន្តែយើងនៅប្លែកជាងគេអញ្ចឹងណា user interface របស់យើងប្លែកជាងគេហ្នឹងទៅគាត់និយាយជំនួយហើយគ្រូជាពិសេសគ្រូសាយជំនួយមួយគ្នាហ្នឹងបាទគាត់ជួយរកជួយប្រាប់មិត្តភ័ក្តិអីចឹងទៅអញ្ចឹងក៏យើងនឹងជាព្យាយាមបន្តធ្វើមករហូតបាទអាយុខ្ទង់30បើសិនវ័យអ្នកធ្វើការរៀងចាស់ប៉ុន្តែបើសិនវ័យអ្នករស់ស៊ីប្រហែលជារៀងក្មេងតិចដែរបងប៉ុន្តែនៅពេលដែលបងចាប់ផ្ដើមដំបូងហ្នឹងគិតថាបំរុងនឹងធ្វើលាយឡំជាមួយនឹងការងារក្នុងពេលធ្វើការឬក៏យើងគិតថាធ្វើឲ្យកម្រងគឺដើម្បីឈប់ធ្វើការដែរបងខ្ញុំធ្វើកម្រងដើម្បីឈប់ធ្វើការតែម្ដងខ្ញុំធ្វើកម្រងព្រោះថាពេលដែលខ្ញុំចាប់ផ្ដើមការងារធ្វើការហ្មងបងខ្ញុំចាប់ផ្ដើមការងារឆ្នាំ2000ដូចជា2013ខ្ញុំធ្វើបាន2ឆ្នាំខ្ញុំចាប់តាប់ realize ថាខ្ញុំអត់អាចបើថាខ្ញុំអត់ចង់បន្តលើអា career ការងារហ្នឹងប៉ុន្តែខ្ញុំត្រូវតែបន្តធ្វើសិនដើម្បីជីវភាពបាទខ្ញុំអាចឈប់យកហ្មងអញ្ចឹងខ្ញុំមាន passion ថាខ្ញុំនឹងរកអីធ្វើមួយខ្លួនឯងហ្នឹងអញ្ចឹងនៅពេលដែលនៅពេលមកដល់ឆ្នាំ2022ហ្នឹងស្រាប់តែខ្ញុំមានបងគាត់ស្គាល់ម្នាក់បាទគាត់ក៏ជួយគាត់ប្រាប់ហើយគាត់ make investment មកខ្ញុំខ្លះបាទខ្ញុំអាចចាប់ផ្ដើមពិតប្រាកដហ្នឹងពីឆ្នាំ2022ខែ5 staff មានខ្ញុំម្នាក់បាទតាំងពីហ្នឹងមករហូតទៅបងបាទ2022ខែ5យើងគិតថាជា official ដែលបងសម្រាប់ពីការងារឬក៏យ៉ាងណាសម្រាប់ពីអាចថាបើក office បងបើក office ហៅបើកមានហៅ office ហៅបើកបាទខ្ញុំសម្រាប់ពីការងារដូចជាមុននឹងតិចបាទមុននឹងតិចប៉ុន្តែពេលបងសម្រាប់ពីការងារហ្នឹងយើងរកចំណូលបានពីហៅបើកហើយឬក៏យើងរកចំណូលបានពីហៅបើកខ្លះហើយប៉ុន្តែវាអាច cover expand យើង salary យើងនៅហៅបើកឬបងយក salary អត់ឬក៏បងរៀបពេលដំបូងយើងយកខ្លះហើយយើង sacrifice ខ្លះចឹងណាបងបាទហ្នឹងហើយចឹងមានន័យថាអាចថាយើងរៀបជើងព្រួមកហើយគាត់ថាពេលដំបូងក៏មិនអាចថាយើងរំពឹងថាបាន full salary ឬក៏យ៉ាងអត់ទេអូខេការដែលជំរុញដែលបងបង្កើតហៅបើកដំបូងហ្នឹងបងមើលឃើញចន្លោះប្រហោងនៃ POS system នោះបែបណាមើលអាចបងលំអិតកន្លងតិចព្រោះយើងដឹងហើយថា POS system ដូចបងនិយាយមកមិនមែនតែខ្ទង់ឆ្នាំប៉ុណ្ណឹងទេដែលមានគឺមានមកច្រើនហើយមានច្រើនបែបច្រើនរបៀបទៀតមានក្រុមហ៊ុនជាច្រើនដែរកំពុងធ្វើប៉ុន្តែហេតុអីបានយើងមកថ្មីយើងធ្វើ POS system ទៀតបាទទី1គឺខ្ញុំឃើញចន្លោះភាពដូចគ្នាច្រើន POS system នៅលើទីផ្សារគឺដូចគ្នាច្រើនមែនតើអាចថាទី1ទៅលើភាពងាយស្រួលនៃការប្រើហ្មង
ខ្ញុំនិយាយខ្ញុំមិននឹងចង់ទៅវាយប្រហារអីគាត់ទេប៉ុន្តែអាចព្រោះនេះខ្ញុំនិយាយតែភាពងាយស្រួលភាពស្អាតខ្ញុំចង់និយាយចឹងបាទបានថារបស់គាត់អាចថាគាត់អត់សូវស្អាតទេតែគាត់ចុចអត់មាន error ទេស្រួលប្រើអីលឿនឯដូចគ្នាឯងប៉ុន្តែយើងឃើញដូចថាទី1គាត់អត់ work all platform ទេបាទនៅលើ iOS អត់មានទេនៅលើ Android អត់មានទេបាទនៅលើកុំព្យូទ័របានមានឧទាហរណ៍អញ្ចឹងប្រើបាននៅលើកុំព្យូទ័រទេឧទាហរណ៍អញ្ចឹងចុះហើយចង់មើល report ចង់មើលរបាយការណ៍ផ្សេងៗម្ចាស់តបមកដល់កន្លែងគាត់ក៏អាចមើលបានហ្នឹងហើយទៅពេលអ្នកដែល PS មួយចំនួនទៀតដែលគាត់មាននៅលើទូរស័ព្ទមាននៅលើ tablet អីក៏លក្ខណៈថាគាត់ជា web view ខាងបច្ចេកទេសបងមកថាគាត់ទៅយក website យកដាក់លើហ្នឹងអញ្ចឹងក៏វាក៏មិន smooth ដែរបងចង់និយាយអញ្ចឹងណាអញ្ចឹងខ្ញុំមើលទៅខ្ញុំឃើញឱកាសវាមានសម្រាប់ខ្ញុំហើយខ្ញុំចង់ធ្វើហើយខ្ញុំគិតថាការធ្វើហ្នឹងក៏មិនចំណាយអ្វីច្រើនដែរសម្រាប់ខ្ញុំបាទអញ្ចឹងខ្ញុំក៏សាកទៅហ្នឹងហើយអញ្ចឹងមានន័យថាអ្វីដែលហៅប៉ៅធ្វើរៀង little ជាងគេគឺការផ្ដោតលើបទពិសោធន៍អ្នកប្រើប្រាស់បាទបទពិសោធន៍អ្នកប្រើប្រាស់ដែលយើងផ្ដោតទៅលើជា app base ជា web base ទៅជា web base ជាមួយនឹង PC base មកគេហៅ mobile base បាទជា app base វិញហ្នឹង app base ហើយបាទ mobile base បាទជាកម្មវិធីនៅលើទូរស័ព្ទអញ្ចឹងកម្មវិធីនៅលើទូរស័ព្ទបាទកម្មវិធីនៅលើទូរស័ព្ទដែរអញ្ចឹង smart device អាចប្រើបានទាំងអស់បាទដល់ពេលយើងធ្វើផលិតផលហើយចំណាយពេលប្រហែលឆ្នាំនៅក្នុងការវិវត្តបើខ្ញុំធ្វើចប់ប្រហែលដូចជាឆ្នាំ2022នឹងដូចគ្នាបាទក្នុងខែហ្នឹងហើយដូចថាឆ្នាំ2022ចុះហើយដូចជាខ្ញុំត្រូវចំណាយពេលមួយឆ្នាំជាងបងមួយឆ្នាំកន្លះអីបាទខ្ញុំអាចដូចថាចេញជា final product អត់ទេដូចក្នុងឆ្នាំ2022បានថាយើងអាចដាក់ឲ្យអ្នកប្រើប្រាស់បានថាយើងអាចយកចំណូលបានហើយបាទពីតូបកាហ្វេពីអីពីហាងតូចល្មមប៉ុន្តែពេលហ្នឹងយើង classify ដែរយើង target ដែរយើងមិនមែនថាទៅភ្លាមទៅមកទៅអីគ្រប់ទាំងអស់យើងអត់ចឹងទេយើង select មើលថាអូខេតូកាហ្វេបើតូកាហ្វេដល់យើងមកហើយតែយើងទៅបានយើងឧទាហរណ៍ចឹងចុះបាទហាងកាហ្វេទៅភាគច្រើនយើងមកបាទហាងញ៉ាំអីភាគច្រើនយើងមកយើង select 3ហ្នឹងមកយើងទៅបាទដើម្បីរកចំណូលអញ្ចឹងណាបងហើយបន្ទាប់ទៀតបាទយើងចាប់ផ្ដើម upgrade តទៀតអញ្ចឹងណាបើបងនិយាយជា final ហ្មងខ្ញុំអាចនិយាយបានថាដូចជាឆ្នាំ2023ពាក់កណ្ដាលឆ្នាំអាហ្នឹងខ្ញុំមានមកគ្រប់បងបាទមានមកគ្រប់ដូចថាចង់មកពីខាងណាក៏ខ្ញុំអាចដូចថាយើងអាចធ្វើបានអញ្ចឹងណាបាទគាត់ថាមិន perfect ទេប៉ុន្តែយើងទទួលបានបាទហើយយើង customize នៅអ្វីដែលគាត់ត្រូវការអញ្ចឹងមានន័យថា version ដំបូងដែលបងធ្វើហ្នឹងគឺផ្ដោតទៅលើជាប្រភេទហាងកាហ្វេឬក៏ version ដំបូងបំផុតគឺយើងផ្ដោតលើតុកាហ្វេហើយតុកាហ្វេក៏ជាចំណុចមួយដែលគូស្អីខ្ញុំធ្វើហៅប៉ៅហ្នឹងដែរបងអាចនិយាយសាច់រឿងនេះទេដោយសារតែឆ្នាំចំនួនឆ្នាំហ្នឹងតុកាហ្វេគឺច្រើនមែនតើបងបាទគឺផ្ទុះតុកាហ្វេខ្ញុំអាចនិយាយថារាប់ម៉ឺននៅពេញអាចលើសពាន់បងច្រើនមែនតើហើយខ្ញុំគិតថាបើសិនជាហើយអត់មានយើងជិះមើលអត់មាន system ទេដោយសារតែគ្រប់ PA system ទាំងអស់ព្យាយាមទៅ complete គ្នានៅហាងធំបាទអត់មានណាគេ care ឬក៏មើលលើតូកាហ្វេទៅពេលអញ្ចឹងខ្ញុំគិតថាអូបើខ្ញុំយកតូបើខ្ញុំអត់ខ្វល់ខាងនោះរបស់ខ្ញុំធ្វើយកតូកាហ្វេបានយកទៅណាអស់បាទខ្ញុំក៏បុកមកតូកាហ្វេទៅប៉ុន្តែជាអកុសលពេលហ្នឹងមកសេដ្ឋកិច្ចវា down វាកូវីដផងវាអីផងវាធ្លាក់ទៅហើយតូកាហ្វេក៏នៅតែរងឯងក៏នៅដែរប៉ុន្តែគាត់អត់ willing ទៅប្រើទេមិនសូវទេពិបាកក្នុងការប្រើដោយសារតែគាត់ដូចថាចាប់ដើមកាប់បន្ថយចំណាយបើពីមុនតុងកាហ្វេប្រើបងបាទខ្ញុំយកលើមុនក៏តុងកាហ្វេខ្ញុំចូលចិត្ត100តុងកាហ្វេបាទពេលយើងចាប់ដើមដំបូងខ្ញុំរួមតុងកាហ្វេដាក់ដំបូងបាទបងអូខេបងស្ដាប់ទៅបងដំបូងរស់ដោយសារតុងកាហ្វេបាទរអតិជនដំបូងរបៀបម៉េចហើយអតិជនដំបូងហ្នឹងគាត់នៅជាអតិជនបងទៀតអត់នៅបងនៅមានដូចជាមាននៅខ្ញុំអាចនិយាយថាប្រហែលជា5ក៏6ដែរបាទប៉ុន្តែបងរកពួកគាត់ដំបូងហ្នឹងដោយវិធីណាដំបូងហ្នឹងគឺខ្ញុំ search ខ្ញុំមានវិធី search របស់ខ្ញុំអញ្ចឹងបាទយើង search រកប្រភេទកាហ្វេ map page Facebook អីផ្សេងទាំងអស់ជិះតាមផ្លូវផ្នែកដូចអាបអញ្ចឹងបងបាទឲ្យតែឃើញផ្លាកណាគេរើសបុកកលឹកខ្ញុំតែទៅអត់ត្រូវបុកកលឹកទេអត់សួរថាអ្វីរបស់បុកកលឹកណាសួរមាន system ណាបាទអញ្ចឹងគឺអាហ្នឹងគឺអ្វីដែលពួកខ្ញុំធ្វើដំបូងហើយខ្ញុំធ្វើខ្លួនឯងបាទបើតែមកក្រោយទេនៅពេលដែលយើងមានឈ្មោះទៅជនចាស់គាត់ណែនាំមកហើយយើងធ្វើការ marketing យើងធ្វើ digital marketing បន្ថែមយើងមាន TikTok យើងមាន Facebook មានអីហ្នឹងទៅអាហ្នឹងយើងចាប់ដើមមានមកបាទមក
ពេលបង call ទៅគាត់ដំបូងហ្នឹងយើងធម្មតាមានមនុស្សអាណាមក call មកហើយសួរ system អញ្ចឹងទទួលពាក្យបដិសេធមិនខ្លះដែរ ក៏មានបើទទួលពាក្យបដិសេធអាក្រក់អីដូចជាអត់ទេគ្រាន់ថាពាក្យបដិសេធទី1ហ្នឹងគាត់សួរថា system ស្អីគេ អីឆ្លើយthôiទៅបាទស្អីគេ system ហ្នឹងបាទយើងបញ្យល់អីចឹងទៅហ្នឹងហើយថាហ្នឹងបងអស់លុយអត់ បាទ ថាអស់លុយអាហ្នឹងត្រូវបងចេះ1 2 3 4 5អីចឹងទៅអូអត់ត្រូវការចាំបាច់ផងបាទអីចឹងទៅបាទហ្នឹងគឺគាត់អត់យកអញ្ចឹងហើយបើអ្នកខ្លះវិញគាត់ថាគាត់មានហើយអញ្ចឹងហើយក៏អត់តម្រូវការប្រើទេបាទផ្ញើមើលអញ្ចឹងទៅគាត់ថាគាត់ចាំបាច់ភាគច្រើនគឺអត់ចាំបាច់បាទអញ្ចឹងណាតែគាត់បដិសេធទេណាបងបាទតែបើអ្នកគាត់ចាំបាច់អាហ្នឹងយើងបន្តទៅអ្នកខ្លះគាត់ចាប់អារម្មណ៍អីអាហ្នឹងយើងផ្ញើជា brochure អីអញ្ចឹងទៅយើងណាត់គាត់ជួបអីអញ្ចឹងទៅបងបាទហើយគ្លៀង close អញ្ចឹងទៅបាទ អាចថាណាត់គាត់ជួបហើយយើង close បានភាគច្រើនទេបង ពីខ្ញុំទៅខ្ញុំអាចថានឹងឲ្យភាគច្រើនពីខ្ញុំទៅពីដំបូងបានតិចទេ បាទ ពីដំបូងអាចថា 30% ឯងអាចចឹងបង10អីបាន3អីអស់តែដល់ពេលយូរទៅធម្មតាយើងមានបទពិសោធន៍បងយើងមានបទពិសោធន៍ទៅពេលអញ្ចឹងមុននឹងយើងទៅភាគច្រើនយើងទៅហើយដល់ភាគច្រើនបានទេបើយើងទៅ បងអាចប្រហែលតម្លៃដំបូងបានទេថាគាត់ទិញកញ្ចប់នៅក្នុងតម្លៃប៉ុណ្ណា តម្លៃដំបូងរបស់ខ្ញុំហ្មងគឺមួយឆ្នាំ135 មួយឆ្នាំ135 បាទខ្ញុំថ្លៃដល់ដើមបង អូ បាទ 135បងថាថ្លៃ ថ្លៃព្រោះមានអ្នកធូរជាងនេះ អូខ្ញុំចង់សួរបងមិនអញ្ចឹងខ្ញុំចង់សួរបងឆាតធូរជាងគេហើយអ្នកធំគាត់អត់ថាអី អត់មានតាមនេះអានេះនិយាយថ្លៃបាញ់បងសួរទូជាងគេមិនដឹង បាទ បាទហ្នឹងថ្លៃទូជាងគេឯង ថ្លៃទូជាងគេ តូមកាហ្វេគឺ pay ខ្ញុំ135មួយឆ្នាំ បាទ បាទអញ្ចឹងអ្នកដំបូងដែលគាត់ប្រើខ្ញុំហ្នឹងគាត់ឃើញវីដេអូហ្នឹងគាត់ខ្ញុំឆាតគាត់135ឥឡូវគាត់បើក3សាខាខ្ញុំឆាតគាត់135ដែរបាទ ប៉ុន្តែបង135ហ្នឹងបើសិនជាកាត់កងមួយថ្លៃដែលគាត់ចំណាយហើយគាត់វិនិយោគទៅគាត់ត្រឡប់មកវិញគាត់ថាសមរម្យទេ បកស្វល់ទេបងខ្ញុំគាត់ថាវាលើសហួស បាទ បាទព្រោះដូច135ដូចជាមួយថ្ងៃបើបើសិនជាមួយខែ$10 បាទខ្ញុំអត់ចាំទេដល់យើងគុណមើលបាទដឹងតែប៉ុណ្្នឹង បាទ អូខេសម្រាប់ហោប៉ៅបច្ចុប្បន្នគាត់ថាយើងឈរលើគោលការណ៍អីនៅក្នុងការប្រតិបត្តិការអាជីវកម្មហ្នឹងយើងផ្ដោតទៅលើ SME ឬក៏អាជីវកម្មធំឬក៏យើងផ្ដោតទៅលើអ្នកចាប់ផ្ដើមដំបូង បច្ចុប្បន្នហ្មងដូរយើងផ្ដោតទៅលើអាជីវកម្មដែលគាត់បើកហើយលក្ខណៈរៀង medium បាទលក្ខណៈរៀង medium ប៉ុន្តែមិនមែនក៏ពិតវាទាំងអស់ហ្មងយើងចាប់ឲ្យទាំងអស់គាត់ថាបច្ចុប្បន្នភ្ញៀវដែលខ្ញុំនិយាយភ្ញៀវដែលខ្ញុំទទួលបានភាគច្រើនឥឡូវវិញណាគឺអ្នកដែលគាត់ហាងរៀងគួរសពនេះរៀងធំណាស់បាទអញ្ចឹងព្រោះតម្លៃខ្ញុំរៀងខ្ពស់បងតម្លៃខ្ញុំរៀងខ្ពស់ហ្នឹងហើយ អញ្ចឹងដើមទុនដែលបងចាប់ផ្ដើមរហូតមកដល់ពេលនេះគឺថាត្រឹមតែកុំព្យូទ័រមួយគ្រឿងហើយនឹងចំណាយពេលវេលាអង្គុយសរសេរកូដហើយរៀបចំ system គឺថាអាហ្នឹងគឺជាដើមទុនពិតប្រាកដនៅក្នុងការចាប់ផ្ដើមលក្ខណៈ start up លើ software លើអីហ្នឹងណាបង អាហ្នឹងគ្រាន់តែជាដើមទុនមួយផ្នែកទេក៏ប៉ុន្តែយើងនៅមានដើមទុនមួយផ្នែកទៀតទៅលើ operation cost ច្រើនដែរបងហ្នឹងហើយតាក់ទងនឹង office តាក់ទងនឹងបុគ្គលិកតាក់ទងអីទៀតច្រើនអានេះវាគ្រាន់តែជា product ឲ្យមួយទេប៉ុន្តែដើម្បីយើងចង់លក់ product យើងបានយើងត្រូវការមនុស្សយើងត្រូវការធ្វើ marketing យើងត្រូវការហើយបើដាក់ពេលចេញមកដំបូងហ្នឹងក៏ជាមិនមែនជា solid product perfect product មួយដែរបាទត្រូវការសិក្សាព្រោះថាសំបីហៅប៉ៅហងៃមិនមែនជា PS មួយដែលជោគជ័យទេបងពួកយើងកំពុងតែអាចនិយាយថានៅតែព្យាយាមរៀនពីខ្លួនឯងនេះគ្នាថាឲ្យខ្លួនឯងទៅជាអីអញ្ចឹងបាទយើងនៅនេះឡើយទេមិនមែនថាក៏ប៉ុន្តែយើងមាន goal មានអីច្បាស់លាស់ទេប៉ុន្តែយើងនៅតែ learn ដដែលទេបងខ្ញុំចង់និយាយអញ្ចឹងបាទមិនមែនថាអូថ្ងៃយើងមានប៉ុណ្្នឹងឡើងខ្វល់ធ្វើតែ marketing ទេអីទៅពិតអត់ទេយើងនៅមើលយើងអីរហូតព្រោះឥឡូវមានអារម្មណ៍ថាការផ្លាស់ប្ដូរគឺលឿនមែនទេបាទ បងតកតងទៅនឹងការដែលចាប់ផ្ដើមពីដល់ឥឡូវនេះទូទាត់រួចការវិនិយោគនៅចំណាញ់ហើយនៅឬក៏នៅតែស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍបន្តទៀតទេ រហងៃបើនិយាយពីរហងៃអត់ខាតទេបងអត់ខាតបាទឡើងខាតហើយបាទអញ្ចឹងអាចថាអបអរបងដែរអញ្ចឹងរយៈពេលប្រហែល4ឆ្នាំ3បាទពីឆ្នាំ2007ខែ5មក3ឆ្នាំបាទ យើងអាចរស់ survive បាទយើងអាច survive បានយើងអាច survive បានហើយអាចថា
ចាប់ទីផ្សារដែលអ្នកធំគាត់កំពុងតែលេងដែរ បាទ អូខេបងពេលដែលខ្ញុំទៅកម្មវិធីពិព័រណ៍ផលិតផលខ្មែរឃើញស្តង់បងឲ្យខ្ញុំចាប់អារម្មណ៍មួយទៀតគឺមុខងារ offline mode របស់ POS system មួយហ្នឹង បាទបងអាចបញ្យល់ពីមុខងារហ្នឹងឯងថាហេតុអីបានវាសំខាន់សម្រាប់អាជីវកម្មនៅស្រុកខ្មែរមុខងារហ្នឹងគឺសំខាន់នៅពេលដែលដោយសារតែនៅខេត្តមិនថានៅខេត្តនៅភ្នំពេញទេបងគឺអ៊ីនធឺណិតភាគច្រើនអាចនឹងដាច់បាទហ្នឹងយើងនិយាយតាមត្រង់យើងមិនទៅវាបហាខាងអ៊ីនធឺណិតទេបងពេលថាគាត់ដាច់ហើយខាងប្រភេទញ៉ាំអីគេអាចចាំបានទេបងមិនអញ្ចឹងតែចាំពិបាកហ្នឹងទៅពេលដាច់របស់យើងជា system online ទៅពេលដាច់យើងប្រើបានអញ្ចឹងបានយើងបង្កើតមុខងារ offline ហ្នឹងមកបាទហើយនៅពេលតែដាច់អ៊ីនធឺណិតគឺយើង switch ចូល offline mode លឹបយើងអាចប្រើបានតាមធម្មតា print ទៅជាក្រានគិតលុយអីតាមធម្មតាបាទហើយនៅពេលដែលអ៊ីនធឺណិតមកវិញបានយើងចាប់ដើមគេហៅថាហ៊ុនបងដែលយើងគិតហ្នឹងឡើងទៅ cloud បានធម្មតាចែកទៅហ្នឹងបាទ online mode ហ្នឹងគឺជាមុខងារដែលមានមកយូរហើយឬក៏ទៅពី update មកជំនាន់ចុងក្រោយទេដូចជាជំនាន់ចុងក្រោយទេបងជំនាន់ចុងក្រោយខ្ញុំប្រាក់វាមានក្នុង plan យូរហើយគាត់ថាយើង prior រៀងក្រោយទេបាទព្រោះយើងមានfeature មួយចំនួនដែលយើងត្រូវធ្វើមុនដើម្បីពួកគាត់ចំណេញអញ្ចឹងណាបងបាទបច្ចុប្បន្នបងកំពុងតែដូចបងលើកឡើងហ្នឹងចាប់យកទៅលើទីផ្សារគេថាប្រភេទ SME ឬក៏អាជីវកម្មដែលដំណើរការហើយតើក្រៅតែ POS system តើមានមុខងារអីផ្សេងទៀតដែលគាត់ទិញទៅគាត់ចំណេញមកកញ្ចប់នៅក្នុងហ្នឹងមានឥឡូវដូចនិយាយបច្ចេកវិទ្យាគេល្បីអីដូច AI ឬក៏អីហ្នឹងតើមាននៅក្នុងហ្នឹងដែរទេឬក៏មានអីដែលជួយឲ្យការគ្រប់គ្រងអាជីវកម្មរបស់គាត់ហ្នឹងងាយស្រួលខ្លះពីយើងទៅនៅក្នុង POS system យើងមាន app មួយដែលគេហៅថាហៅប៉ៅកាដែលជាគេហៅថា digital card បាទអញ្ចឹងគាត់មាន app ហ្នឹងក្នុងហ្នឹងមាន feature ចំនួនធំដូចជាទីមួយគាត់អាចដាក់លុយចូលបាន top up គាត់អាច top up ចូលបានហើយគាត់អាចសំបន្ទុកចូលបានបាទហើយគាត់អាច pre order ពីចម្ងាយចូលបានទៀតអញ្ចឹងសម្រាប់តុងកាហ្វេខ្ញុំធ្វើនេះខ្ញុំធ្វើសម្រាប់តុងកាហ្វេហ្នឹងបងបាទដើម្បីជួយគាត់ព្រោះថាអញ្ចឹងបងពាក្យថាប្រព័ន្ធគេនិយាយថាការប្រើប្រព័ន្ធការប្រើ system គឺយើងតែគិតថាគ្រាន់តែដើម្បីគ្រប់គ្រងបាទគ្រាន់តែដើម្បីគ្រប់គ្រងទិន្នន័យហើយមានទិន្នន័យគិតលុយស្រួលលឿនអីចឹងទៅមានវិសិទ្ធឲ្យភ្ញៀវពីគាត់គឺ concept បែបហ្នឹងព្រោះខ្ញុំ survey ហ្នឹងអញ្ចឹងពីខ្ញុំទៅខ្ញុំគិតថាដើម្បីឲ្យខ្ញុំស្រួលកាន់តែលក់ព្រោះខ្ញុំអត់ចេះលក់អីបងខ្ញុំអត់ចេះនិយាយទៅរៀងជួនយើងបានថាយើងជាផ្នែកទិញខុសអត់សូវចេះ sell ទេពេលអញ្ចឹងខ្ញុំធ្វើមិនខ្ញុំយក system ខ្ញុំហ្នឹង sell ជំនួសខ្ញុំបាទអញ្ចឹងយើងតែគិតថារកវិធីដែលអាចឲ្យជួយបង្កើន sell គាត់ណាបាទហើយនិយាយមកគឺដាក់លើតុហ្មងគឺគាត់មើលទៅឃើញថាអូខេបើគាត់ follow តាមខ្ញុំ sell គាត់កើនមែនហើយឥឡូវហ្នឹងគឺមានអ្នកធ្វើគឺកើនដូចគ្នាបានណាគាត់ធ្វើទៅគឺត្រូវពិតប្រាកដមែនដូចគ្នាទៀតអញ្ចឹងណាដែលយើងមាន proof ហ៎បងគឺយើងមាន loyalty program មួយបានថាជា app គ្រប់គ្រងសមាជិកមួយអញ្ចឹងនៅពេលឧទាហរណ៍ហាងកាហ្វេ A បងមកផឹកកាហ្វេ A បង register ជាមួយកាហ្វេ A ទៅបងមាន app ហៅប៉ៅហ្នឹងបងមាន app ហៅប៉ៅហ្នឹងអញ្ចឹងបងទី1គឺបងអាចសំបន្ទុកជាមួយនឹងគាត់ទី2បងអាចដាក់លុយចូលអញ្ចឹងខ្ញុំឧទាហរណ៍ថាបងជាមួយហាងកាហ្វេ A ហ្នឹងឯងហើយហាងកាហ្វេ A ហ្នឹងគាត់គ្រាន់តែ convince បងលក្ខណៈថាបើសិនជាបងដាក់$5ខ្ញុំឲ្យបងឲ្យមួយកែវឬក៏$6ពីខ្ញុំដាក់បងដាក់ឲ្យ$5មានន័យថាអ្នកប្រើប្រាស់គាត់ត្រូវ download app ហៅប៉ៅនឹងដែរបាទយើងមាន app ហៅប៉ៅហ្នឹងសម្រាប់អតិថិជនហ្នឹងអញ្ចឹងមានន័យថាអ្នកម្ចាស់ហាងគាត់មានមួយយើងមានមួយហើយដល់ពេលយើង down ទៅយើងបញ្ចូលនៅក្នុងហ្នឹងហើយយើង scan គិតលុយអីចឹងបាទអត់ច្បាស់ចាយលុយក្រៅទេអត់ច្បាស់ចាយលុយក្រៅទេបាទយើងបញ្ចូលលុយចូលក្នុងហ្នឹងបាទប៉ុន្តែលក្ខណៈពិសេសមួយគឺដូចយើងហៅយើងមាន scan QR ប៉ុន្តែលក្ខណៈពិសេសមួយគឺថាសំបន្ទុកជាមួយគាត់បាទយើងមានសំបន្ទុកទៀតហ្នឹងបាទហើយគាត់អាច pre order ពីចម្ងាយមកឥឡូវចូល system បន្ទាប់បន្តិច system ហ្នឹងបើសិនជាហាងកាហ្វេធ្វើខ្លួនឯងអស់ប៉ុន្មានទៅហើយបើគាត់ប្រើហៅប៉ៅប្រហែលជាចំណេញណាបងបាទគាត់ដូចជាបើសិនជាអានេះខ្ញុំនិយាយតើកម្មវិធីណាបាទតើ$400គាត់អាចមានទាំងអាហ្នឹងទាំងអស់មកបាទព្រោះខ្ញុំអាចនិយាយម៉ាស៊ីន print ខ្ញុំអាចនិយាយម៉ាស៊ីន touch ទេព្រោះម៉ាស៊ីន touch អាហ្នឹងស៊ីសងគាត់ដាក់ iPad Pro ឲ្យ1000ជាងបាត់ហើយវាផ្សេងបើមិនមែនតែប្រើលើទូរស័ព្ទក៏បានដែរបាទវា alert ចូលដូចគ្នាហើយមានត្រូវការ printer មួយដើម្បី print បាទតែបើថាគាត់
ưu tiên họ tha lỡ nhưng vậy ta phải một thấy bà có tên PC system nhưng muối tô phế hay gì muối printer muối để bây ai tùy tên phiêu cho ưu tiên họ chừng cho nhưng có chỉ này thì phần lớn cũng có ba là nó tự ngọt một bà phải chọn bọn bạn bọn trong feature bao nhiêu đấy đôi app tinh cà phê bật tay bật sân chơi hàng brand cà phê thông thống cái miền lôi chấm này trong cả cái miền khu này bộ bà cái miền bọc khu này và bật sân chơi startup tê giờ mình chọn chấm này lôi họp mơn là bà app đôi kế tế nhưng ai phở system mà không tới không tự lại mối tiếp chẳng những ai tụi bạn một nghĩa đôi nhẹ thông là bà ai tha đi chia tầm nó sẽ mới là o SME SME sắp ngày vẫn SME bóng cái tha anh ấy chia một nghĩa môi là tệ tiền khăn SME nó phải để bông từ chuột một nhiêu rồi có mà trả hàng về nè bà hay cho bờ sân chỉ restaurant rồi có cái lại taxi rồi có KTV cho việc thợ app bóng có trình năng ấy nó không cao cực rồi có mà khơi ấy việc lại SME restaurant với đôi như mention lại lại karaoke mà chân đôi kia một hang restaurant pe phật pe dục rồi có karaoke chứ cứ như bắt đầu từ lơ pet ở cái hàng ta mình nói flexibility và giống đôi hang là tiêu mùi chúng mình nói có nhẹ nhảy mình nói có sân được qua khuôn ấy còn con anh mình lấy khuôn ấy bà giống vì dương nước không nắng cứ dương biên feature cứ dương biên ai hiệp mình nói cứ xuống mình tên có trong bộ đại có ai thua ban một lướm đấy không cho người dẫn là bọn chấn có ai từ tour order nó ban toàn về mình anh nó cứ chỉ nói clan bo học bài đến nơi để phở sự restaurant bà dấu tiêu ho tha cái tiêu lâu tiêu ho tha tiêu hai màu cái tiêu là say tối cốt bà ót vô sạch ót vô tháo vô xanh chém thay mà kiểu thì họ bà vì dưỡng cứ dương hiệp mình nổi máu cứ dương còn là tiên tại đắt độ chi tâm mình chấn cho tức từ bàn một bà trong bài bỏ cọp bay dư chiên này bà dưỡng thiên và lỏng bị cọt nâng một chân một bỏ cọp bay bỏ track system luôn nhưng track system luôn như ngoài bây giờ có tranh như này nữa và chẳng anh có cho vậy nhưng profile quá khứ nhỉ mình nói là có phần phải anh hoặc có nơi tập prefer thị trường có những hàng này bảo đọc nam ấy có bữa ăn có nơi tập prefer thì có này và tại ở lớn của nhóm bán trang bao chuyển đổi này một đại con bạn du hao đọc miên bạn sam sập nam con nơi thở con bộ mà học bài cái nhóm và hàng người tiêu đại bao mà pay xem mới có một bộ mà học bài nhóm đôi nghĩa nó sẽ là hàng người tiêu về phật rồi bà nhưng mà sen chung một bộ mà bông con trẻ ở lớn con miên đằng con miên system đằng kết tha con ai kết ấy system nó đó ấy sầm đẹp ca đi chậm rãi bao chiều cam con đại ớt rồi có còn chui sầm rùa từ này thế rồi từ sầm rùa tập pro từ bát ca 100 ngày thế và ta bớt trong tha ao giờ chiều cam đi chậm rãi rồi ấy ta phở system thôi vì ai đặt khơi rương để hưởng ấy để thời đi chậm rãi đấy thế các bất vi minh ca đi chậm rãi trái có tham vi cái hai tháng indirect chứ bộ indirect chứ nhưng mưa khơi nồng một nhưng các anh vậy tha ok đỡ bởi luôn bằng ấy mà rồi tràn sẽ bạn đại system nó bởi luôn bạn tiêu tràn vì on chân đi còn tái họ đón nó về bởi luôn bằng ngày 30 rồi tràn nó bởi chỉ lại về bụng trí bay màu rồi con màu còn tái nó về bởi per system bởi bụng trí tập hẹn tí trong bởi so sánh tập hẹn tí cái bởi được thôi hưởng hoàn nó nó nhưng thì họ trong cho bà và nó là nó chỉ phiệp chừng đấy chỉ nạp con muối thấy ca là lúa lôi cát bên phiệp skirt bạc lộ mình bạc lôi cho này stock của dương mình cục hồn stock site stock ấy dương miên tầng ngõ anh dẫn tại tôi đồng trong phớ cứ bắt ấy cứ dương đằng một dẫn có mình để tăng phi hưởng stock ca lu thật vì bao quát tại qua trên này tôi lôi ca phục hồn hang nó dẫn xua thế việc ăn chui bằng ca lu quát đấy còn đấy với chui bị chọi bạn nâng máu với quát ai chả thua hưởng sen chết đại hội chùm nổ ban sen chứ con lên khoa thường đi nhưng những hoạt động là mình để chơi ngồi tới khoảng mơ thành tích bà có thể thua hưởng mà cái nổ tự bạn bà nhưng mình chỉ tin là đấy con ai bị hiện mơ rồi có ai ban đâm thế miền bà ấy cái lụa đặt trên cái giả pe bay khai trong khối này lụa đặt ấy trên cái lụa ấy đặt trên cái bà giống nó pe để con miền tên này ở nắng cứ vì tầm khăn mình tên là miền tên này ở nắng ô cho thay bộ bon trong thơ và mẫu sân giống như thợ miền tên này ở nắng mà những đâm tha cua thơ mẫu sân bãi mấy bà giống ô cho mẫu sân ô cho thay con mưa tên đấy bay khai trong khối con lụa tay của chúng ta đại năng này chắc con cua tại thơ mày chúng ta của chúng ta này
ចឹងគាត់អ្នកម្ចាស់ហាងកាហ្វេគាត់ដឹងគាត់អាចធ្វើ promotion អីចឹងទៅបាទឬគាត់គួរដកចោលបណ្ដោយព្រោះដួលដាច់ pro ឧទាហរណ៍ចឹងបើណាជួយឲ្យគាត់ធ្វើការសម្រេចចិត្តបានអញ្ចឹងសារគាត់មានតន័យអស់ហ្នឹងតែបើអត់មានហ្នឹងទេគាត់អាចដឹងដែរប៉ុន្តែគាត់ត្រូវចំណាយពេលមើលយូរអញ្ចឹងឬគាត់ត្រូវស្មានត្រូវអីចឹងវាអត់ច្បាស់បើយើងមានច្បាស់ទាំងអស់ហ្មងហើយ user ម្នាក់ cashier ម្នាក់អីយើងមានតន័យច្បាស់ណាគេលក់បានប៉ុណ្ណាណាគេ active ណាគេមិន active អីយើងមានទាំងអស់អញ្ចឹងហ្មងហើយក្នុងកម្មវិធីយើងមានកន្លែងសំទុកមានអីទៀតអញ្ចឹងយើងស្រួលលេង promotion មែនតើឧទាហរណ៍ឥឡូវយើងចេញ drink ថ្មីធម្មតាយើងឲ្យមកបន្ទូឯងនៅពេលយើងចេញ drink ថ្មីអាហ្នឹងយើងឲ្យ10បាទន័យថាគាត់អាចមានឱកាសបាទអញ្ចឹងអាហ្នឹងជា tool មួយសម្រាប់ឲ្យគាត់ធ្វើ marketing អាហ្នឹងសើជួយ sale គាត់ជំរុញបាទសើជំរុញហើយដូចមិញដូចនិយាយមិញដាក់$5ឲ្យ$6ខ្ញុំមិនដឹងបងដាក់អត់ទេតែបើខ្ញុំផឹករាល់ថ្ងៃខ្ញុំដាក់ហើយបាទពីចឹងកន្លែងហ្នឹងបានថា win-win solution win-win នេះគ្នាពីតេជន concept របស់គាត់នឹងគិតថាខ្ញុំគង់ស្អែកមកផឹកដែរហ្នឹងហើយលុយប៉ុណ្ណឹងវាតិចវាអត់ច្រើនទេបាទអូខេបើហាងបិទចោលក៏ចោលទៅ5 3 4រៀលហ្នឹងអានិយាយឲ្យគាត់ស្ដាប់ហ្មងខ្ញុំចង់ឲ្យនិយាយឲ្យស្រួលស្ដាប់បាទចឹងគាត់នឹងដាក់ហើយបានមួយកែវហើយស្អែកឡើងមកចាយទៀតសម្រាប់ភ្ញៀវហើយសម្រាប់ម្ចាស់ក៏គាត់គិតដូចគ្នាបើដាក់ម្នាក់ហ្នឹងដាក់មកហើយមិនដែរគាត់ចឹងគាត់ត្រូវតែមកផឹកនៅហ្នឹងឯងគាត់ទៅអាចទៅផឹកនៅចិត្តនៅបានអញ្ចឹងនៅពេលភ្ញៀវអ្វីគាត់គិតដូចថាគាត់មានលុយនៅហាងហ្នឹងហើយទៅពេលឥឡូវកាហ្វេនៅចិត្តនេះបើផឹកត្រូវចាយលុយចាហួសពីផ្លូវស្អស់បត់ទៅខាងនោះផឹកនោះមានលុយរឿងសំខាន់បានលុយមុនទៀតបាទមើលឃើញខ្ញុំអាច mention ថារងថ្ងៃខ្ញុំមានហាងប្រហែលជា 2-3 កន្លែងដែលគាត់ដាក់លុយលុយក្នុងហ្នឹងមានអ្នកខ្លះមានចិត្តប្រហែលដែលគាត់ដែលភ្ញៀវគាត់ដាក់ចូលបាទហ្នឹងហើយលុយមែនទេហៅថាយើងអាចខ្លាយជាកូនធនាគារតូចមួយដែលមិនដឹងខ្លួនណាបាទគាត់ថាពីខ្ញុំទៅខ្ញុំមិនអ្នកទុកលុយទេពេលដែលគាត់ top up ដាក់លុយហ្នឹងគាត់ទិញគាត់គឺទិញសេវីសទៅមកហាងយកហ្មងអញ្ចឹងអានេះគឺអ្វីដែលខ្ញុំអះអាងថាខ្ញុំ increase sale គាត់ហ្នឹងហើយបាទឡៃហ្នឹងឯងក៏គាត់ទៅហ្មងថាបើបើឲ្យប្រើរបស់ខ្ញុំជួយបង្កើនការលក់របស់បងមិនមែនគ្រាន់តែគ្រប់គ្រងទៅការលក់ហាងរបស់បងទេជួយបងលក់ដាច់ជាមួយទៀតយល់បាទបងអូខេបងសម្រាប់បច្ចុប្បន្ននេះយើងឃើញថាហោប៉ៅមានការទទួលស្គាល់ច្រើនហើយក៏ចាប់ផ្ដើមអភិវឌ្ឍខ្លាំងដែរសម្រាប់បងជាទស្សនវិស័យស្ថាបនិករបស់ហោប៉ៅផ្ទាល់ក្នុងរយៈពេល3ទៅ5ឆ្នាំទៀតបងមើលឃើញហោប៉ៅទៅបែបណាជា system មួយដែលធំនៅក្នុងស្រុកឬក៏មានបំណងទៅគេហៅថាទៅក្នុងតំបន់ឬក៏ទៅពិភពលោកឬក៏ទៅយ៉ាងណាដែរបងvision របស់ហៅប៉ៅចង់ខ្លាយទៅជា PRS មួយដែលអាចឲ្យអតិថិជនគាត់ចង់ធ្វើអីគាត់ធ្វើបានដោយខ្លួនឯងបាទមានន័យថាម៉េចមានន័យថាឧទាហរណ៍បងបើកហាងកាហ្វេបងបើកហាងកាហ្វេខ្ញុំនិយាយពី traditional សិនបងធម្មតានៅពេលបងចង់បើកហាងកាហ្វេបងប្រកាសជាក្រុមហ៊ុនមួយតែខ្ញុំចង់បើកហាងកាហ្វេទំហំប៉ុណ្នេះត្រូវការម៉ាស៊ីនមួយពេល5អញ្ចឹងមករៀបចំឲ្យខ្ញុំមកមនុស្សខ្ញុំឲ្យអីអញ្ចឹងគេមក set up អញ្ចឹងណាបងបាទហ្នឹងទូទៅសម្រាប់ហៅប៉ៅយើងអ្វីដែលយើងចង់ធ្វើយើងចង់ធ្វើអញ្ចឹងនៅពេលចុងក្រោយអត់ហើយឥឡូវហ្នឹងក៏យើងធ្វើបាន 90% ហើយបានដែរបងខ្ញុំនឹង demo បន្ទាប់ពី interview ហ្នឹងបាទយើងបានធ្វើហើយគ្រាន់ថាយើងកំពុងតែត្រៀមថាតើយើងគួរធ្វើ strategy បែបម៉េច marketing បែបម៉េចដើម្បី push trend ហ្នឹងទៅអញ្ចឹងណាបងបាទអញ្ចឹងអ្វីយើងចង់ធ្វើហ្នឹងបានន័យថានៅពេលដែលបងចង់បើកហាងកាហ្វេបងគ្រាន់តែចូលទៅ platform ហៅប៉ៅ download app ក៏បានចូលតាម website ក៏បានបង register បងដាក់ឈ្មោះហាងរបស់បងហឺមនុស្សបងបង្កើតមនុស្សអីខ្លួនឯងបង pay លុយបាទមួយខែម៉ានអីចឹងទៅឧទាហរណ៍ហើយបងពុញព័ត៌មានផ្ទាល់ខ្លួនតិចតួចបងអាចចាប់ដើមប្រើបានបាទអញ្ចឹងបងអាចចាប់ដើមប្រើហើយ printer បងគ្រាន់តែ order ខ្ញុំខាងយើង delivery printer មកឲ្យបងហើយ printer របស់យើងមិនមែន printer ធម្មតាទេជា 3D traditional printer ខ្ញុំអាចអានេះខ្ញុំប្រាប់អាចថាបញ្យល់បងណាអាចបញ្យល់បងអត់ដឹង printer រាល់ដងនៅពេលដែលបងចង់ install បងត្រូវការ technical មក install ហ្មងគឺត្រូវការ technical មក install ហ្មងបាទតែរបស់យើងបើថាយើង develop ជាមួយនឹងរោងចក្រយើងអាចបាច់បើថាសូម្បីមនុស្សអត់ចេះក៏គាត់អាចធ្វើបានដែរបាទប្រើតែ app ហៅប៉ៅ scan ទិសជាប់បាទជាប់ print ដល់បាទអញ្ចឹងគាត់ទីមួយគាត់ចូលទៅ platform បង្កើតហើយបន្ទាប់មកគាត់ត្រូវការ printer គាត់ order printer មកខ្ញុំរុញ printer មកឲ្យគាត់គាត់ទទួល printer គាត់ភ្ជាប់ printer ខ្លួនឯងទៅតាម app ហៅប៉ៅកាតទៅតាមហៅប៉ៅ app ហើយគាត់អាចចាប់តាមប្រើបានបាទយើងចង់ push trend អញ្ចឹងបានថាចង់ធ្វើអីធ្វើខ្លួនឯងបាទយ៉ាងហ្នឹង
ព្រោះនៅស្រុកគេខ្ញុំឃើញថាគេទៅចឹងអស់ហើយបងបាទបើចង់ធ្វើអីបើចាយលុយបើមើលបងលើដូច Netflix ចឹងមានណាទៅនេះយើងបងលុយមើលបងនិយាយហ៎បាទអញ្ចឹងខ្ញុំចង់ធ្វើចឹងហ្នឹងហើយបងហើយទៅពេលយើងធ្វើអញ្ចឹងបានខុសយើងកាន់តែទៀតបាទទៀតមែនតើព្រោះយើងអត់ចាំបាច់ចំណាយគេហៅថា staff ទៅនេះអីច្រើនដែរបាទហើយអា PRS ហ្នឹងក៏មិនទៅរឿងវាទូចទេបងអញ្ចឹងវាអត់គួររឿងវាទៅជាស្មុគស្មាញខ្ញុំសឹងតែ PRS ឲ្យទៅជារឿងទូទៅទាំងអស់គ្រប់គ្នាគឺ PRS គឺចេះប្រើទាំងអស់បាទជុំមានអីបងគ្រាន់តែចុចលក់បាទបង្កើតមិនលុយដាក់រូបដាក់តម្លៃលក់បាទលក់បើលើលុយ3ខែមួយអាទិត្យវាអត់ត្រូវស្មុគស្មាញទេបាទអូខេបងពីបងតើដែលបងអាចថាជានិស្សិតIT អតីតនិស្សិត IT ដែរណាហើយយើងមកយើងបានមានអាជីវកម្មមានអីចឹងមានសារអីផ្ញើទៅអ្នកកំពុងទៅរៀនទេហើយក៏ដូចជាអ្នករៀនខ្លះគាត់ធ្វើការខុសជំនាញអញ្ចឹងមានជាសារអីខ្លះទេព្រោះខ្លះ Hello ខ្លះគាត់អត់ពេញចិត្តនឹងអ្វីដែលគាត់កំពុងរៀនហ្នឹងណាខ្ញុំឲ្យសារទៅបែបបញ្ជាក់វិញបងបាទខ្ញុំគិតថាការពិតនៅស្រុកខ្មែរយើងនិស្សិតក្មេងៗទាំងអស់ក៏ប្រកែទាំងអស់គ្រាន់តែគាត់អត់មានអី access ហើយគាត់អត់បានទទួលបានព័ត៌មាននឹងមុនបាទលើខ្ញុំឧទាហរណ៍នៅចិត្តខ្ញុំឧទាហរណ៍នៅឥណ្ឌាក្មេងចេះប្រើកុំព្យូទ័រតាំងអាយុ5ឆ្នាំ6ឆ្នាំគាត់ចេះសរសេរកូដដោយសារអីគាត់មានអាហ្នឹងមុនបាទហើយទៅពេលដែលគាត់ចេះអាហ្នឹងអស់ហើយទៅពេលហើយអញ្ចឹងគាត់គាត់ធំហើយគាត់ស្គាល់គ្នាគាត់អីអញ្ចឹងគាត់ចាប់ផ្ដើមមានគំនិតគាត់មើលឃើញពី solution គាត់មើលឃើញពីអីមួយគាត់អាចបង្កើតអាហ្នឹងអញ្ចឹងគាត់ខ្លាចទៅជាមានម្នាក់ម្ដងក៏ប៉ុន្តែមិនមែនយើងធ្វើបានទេដោយសារតែយើងកង្វះអស់ហ្នឹងខ្ញុំហ្មងស្គាល់កុំព្យូទ័រខ្ញុំឧទាហរណ៍ថាខ្ញុំហ្មងស្គាល់កុំព្យូទ័រខ្ញុំអាយុ8-10ឆ្នាំឧទាហរណ៍ដែលអាចថាយើងចេះ Viber Excel ឲ្យយល់ដឹងថាកុំព្យូទ័រគេប្រើមានប្រយោជន៍មិនក្រៅខកក្រៅទៅពីលេងហ្គេមខ្ញុំចង់និយាយអញ្ចឹងណាបងបាទអញ្ចឹងវាហើយពេលហ្នឹងយើង distract ច្រើនណាយើងលក្ខណៈថាយើងគិតរឿងច្រើនណាបាទវាអត់បានថាគូក្បាលយើងវាអត់តនេយើងគិតរឿងទាត់បាល់ផងមិត្តភ័ក្តិផងអីហងអញ្ចឹងបើក្មេងវិញនៅពេលដែលគាត់ addict នឹងអីមួយហ្នឹងហើយគឺគាត់សល់ space របស់គាត់គឺគាត់តែដឹងហ្មងហើយដល់ពេលគាត់ទៅអាហ្នឹងហើយគឺទៅខ្លាំងមែនតើខ្ញុំចង់អញ្ចឹងខ្ញុំបើពីខ្ញុំទៅសារខ្ញុំចង់ឲ្យមិនគុំចាំបាច់ដល់ថ្នាក់តើរៀនចប់ទី12ឬក៏ចាប់ជំនាញសិនរៀនមូលដ្ឋានចាំទី1សិនចាំទី2ចាំគិតទៀតអីចឹងបាទអត់ចាំបាច់ទេព្រោះឥឡូវ laptop អត់ថ្លៃទេបាទ laptop អត់ថ្លៃហើយបើយើងមានយើង commit យើងអីខ្ញុំគិតថាយើងអាចធ្វើបានព្រោះឥឡូវយើងមានក្មេងៗអាចមានទូរស័ព្ទយកទៅលេងហ្គេមតម្លៃ200 300កាល laptop ខ្ញុំដែលខ្ញុំអាចរកលុយបានហ្នឹងខ្ញុំដូចជាតម្លៃតែប្រហែលហ្នឹង300ហ្នឹងឧទាហរណ៍បាទអញ្ចឹងបានថាបើសិនជាខ្ញុំចង់ឲ្យពួកគាត់ចាប់ដើមពីតាំងពីរៀន high school ហ្នឹងទៅមកបាទព្យាយាម research ព្រោះឥឡូវយើងស្រួល research ឥឡូវយើងឲ្យតែមានហើយណាមានអ៊ីនធឺណិតទេឥឡូវយើងអាចចាប់ដើមពី early age ទៅយើងស្រុកខ្មែរយើងនឹងអាចបង្កើតអីមួយបានដូចគ្នាអញ្ចឹងបាទទោះថាមិនធំដុំអីដូចគេប៉ុន្តែបើថាវិស័យហ្នឹងវាលឿនណាបងវាធំណាបាទអញ្ចឹងវាជួយច្រើនមែនតើទាំងវិស័យហ្នឹងទាំងជាតិទៅទាំងអស់បាទហើយជាសារមួយទៀតពីខ្ញុំទៅខ្ញុំគិតថា hard skill សំខាន់បាទយើង hard skill វាពិបាកប៉ុន្តែខ្ញុំគិតថា hard skill គឺត្រូវតែមានបាទ hard skill ខ្ញុំសំដៅទៅលើគេហៅពាក្យថា engineer បាទអញ្ចឹង engineer អីគេដែរព្រោះថាខ្ញុំសិក្សាសារជាមើលទៅជាកំណត់ខ្ញុំផ្ទាល់ខ្ញុំឃើញថា engineer ស្រុកដែលមាន engineer ច្រើន engineer ខ្លាំងគឺស្រុកហ្នឹងគឺជាស្រុកដែលអភិវឌ្ឍខ្លាំងហ្មងបាទអញ្ចឹង engineer មានច្រើន software engineer ដូចពួកខ្ញុំគេអាចនិយាយថាហៅថា software engineer software developer អញ្ចឹងហ្នឹងហើយសំណង់គេក៏ engineer ខាងធ្វើផ្លូវ engineer មកណូបាទខាងអីទីច្រើនទៀតនិយាយទៅឲ្យតែ engineer បាទអញ្ចឹងយើងព្រោះឥឡូវខ្ញុំមានអារម្មណ៍ថាសង្គមនេះវាច្រើនខ្ញុំចង់និយាយអញ្ចឹងបងអញ្ចឹងតាក់ទងនឹងការផ្ដោតទៅលើអ្វីមួយរឿងពិបាកផ្ដោតតិចដោយសាររឿងវាច្រើនពេកខ្ញុំចង់និយាយអញ្ចឹងខ្ញុំជាសាររបស់ខ្ញុំគឺមានពីរនឹងសំខាន់បើសិនជាបងប្អូនចាប់អារម្មណ៍ចង់ដឹងពី Hapow POS system ផ្ទាល់ចង់ច្បាស់លាស់ជាងហ្នឹងហើយក៏ទទួលការប្រឹក្សាយោបល់ទាក់ទងនឹង POS ដែលអត់គិតថ្លៃពីគាត់អាចតំណែងទៅកាន់ page Hapow ឬក៏លេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់នេះអញ្ចឹងពីខ្ញុំបាទសាក់ដាហើយបងប្រុសទី2ជម្រាបលាជួបគ្នាវីដេអូក្រោយ